បញ្ហាដែលខ្ញុំជួបរាល់ថ្ងៃសក់បែកចុងផងឡើងកែផងឡើងប្រេងទៀតសំបីតារាល់ថ្ងៃជ្រូកវិញជ្រូកទាំងដៃប្រើសាប៊ូអីក៏ប្រើអត់ត្រូវដែរមានបងមិនរីណាដែលមានបញ្ហាដូចខ្ញុំអត់តែខ្ញុំលើកពីល្បីសាប៊ូកក់សក់មួយប្រភេទដែលត្រូវនឹងប្របញ្ហាស្បែកក្បាលរបស់នាងខ្ញុំនោះគឺឈុតសាប៊ូកក់សក់ Nice Story សាប៊ូកក់សក់ខ្ញុំធ្លាប់ប្រើច្រើនប្រភេទហើយតែវាអត់ត្រូវជាមួយស្បែកក្បាលនាងខ្ញុំទេកក់ពេលណាក៏ជ្រូកដែរសម្រាប់សាប៊ូកក់សក់នេះខ្ញុំលើកពីល្បីយូរហើយតែខ្ញុំតបានខ្សែតំទិញនេះមកសាកអញ្ចឹងចង់ដឹងថាប្រសិទ្ធភាពវាល្អយ៉ាងណាតោះទៅសាកជាមួយនាងខ្ញុំទាំងអស់គ្នាបន្ទាប់ពីកក់សក់ឲ្យលាងទឹកចេញអារម្មណ៍ដែលខ្ញុំទទួលបានគឺស្បែកក្បាលខ្ញុំត្រជាក់សក់អត់សូវជ្រុះច្រើនដូចមុនក៏ម្ដងជ្រុះទាំងដៃហើយមានអារម្មណ៍ថាសក់កាត់ថយប្រេងច្រើនបងប្អូននេះក៏លើកទី1ផងចុះតម្រូវខ្ញុំកក់រាល់ថ្ងៃសក់បាយខ្ញុំប្រកាសជាលែងជ្រុះណាបន្ទាប់ពីកក់សក់ហើយយើងមិនភ្លេចទេជាមួយនឹងម៉ាក់អាប់សក់ម៉ាក់អាប់សក់នេះជា collagen ច្រើនជួយចិញ្ចឹមសរសៃសក់ធ្វើឲ្យសក់យើងមានសំណើមភ្លឺទន់រលោងវិធីក្នុងការប្រើយើងគ្រាន់តែយកម៉ាក់អាប់សក់នេះលាបនៅលើសក់សើមទុករយៈពេល10ទៅ15នាទីចាំលាងទឹកចេញពីការស្រេចបន្តមកទៀតយើងមិនភ្លេចទេជាមួយនឹង spray បណ្ដុំសក់ Nice Story spray នេះមានជាតិប្រូតេអ៊ីនច្រើនជួយឲ្យសក់យើងដុះវែងលឿននិងកាត់បន្ថយសក់ជ្រុះជាចុងក្រោយអ្វីដែលយើងមិនអាចខ្វះបាននោះគឺប្រេង Organic Nice Story ប្រេងនេះមានជាតិប្រូតេអ៊ីនច្រើនជួយចិញ្ចឹមសរសៃសក់ធ្វើឲ្យសរសៃសក់យើងរឹងមាំភ្លឺទន់រលោងវាមិនត្រឹមតែជាប្រេងដែលលាបលើសរសៃសក់ទេវាក៏អាចលាបលើស្បែកបានផងដែរសម្រាប់ក្លិនវិញគឺក្រអូបដូចទឹកអញ្ចឹងបងប្អូននេះគឺជាលទ្ធផលដែលខ្ញុំទទួលបានក្រោយប្រើឈុតសាប៊ូកក់សក់ Nice Story លើកទី1មកឃើញថាបញ្ហាប្រេងអង្គែជ្រុះសក់និងបញ្ហាបែកចុងឃើញកាត់បន្ថយច្រើនបើសិនជាបងប្អូនមានបញ្ហាសក់ដូចនេះខ្ញុំបងប្អូនអាចទាក់ទងទៅកាន់ Page ខាងលើបាន